នាយករដ្ឋមន្ត្រីថៃប្រកាសរំលាយសភាក្រោយពីបាក់ប្រឆាំងគម្រាមបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃប្រហ័សនៅវេលាម៉ោង 10 យប់នាយករដ្ឋមន្ត្រីថៃលោកអនុធិនឆានវីរ៉ាគូនបានបង្ហោះសារមួយឃ្លាយ៉ាងខ្លីនៅលើបណ្ដាញសង្គមរបស់ខ្លួនថាលោកកំពុងប្រគល់អំណាចទៅឲ្យប្រជាជននាយករដ្ឋមន្ត្រីថៃទំនងចង់សម្ដៅដល់ផែនការរំលាយសភារបស់លោកដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតកាន់តែលឿនមុនកាលកំណត់វិបត្តិនយោបាយថៃកើតឡើងនៅខណៈពេលដែលចំនួនប្រដាប់អាវុធរវាងថៃនិងកម្ពុជាកំពុងធ្លាក់ធ្ងន់ធ្ងរទៅប្រទេសថៃបានធ្លាក់ចូលក្នុងវិបត្តិនយោបាយសារជាថ្មីនៅយប់ថ្ងៃប្រហ័សលោកអនុធិនឆានវីរ៉ាគូនបានបង្ហោះសារមួយឃ្លាជាភាសាថៃនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថាលោកកំពុងប្រគល់អំណាចទៅឲ្យប្រជាជនចូលកាន់អំណាចជានាយករដ្ឋមន្ត្រីថៃបានប្រមាណតែ3ខែប៉ុណ្ណោះលោកអនុធិនឆានវីរ៉ាគូនបានសម្រេចរំលាយសភាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមុនកាលកំណត់ការរំលាយសភាចោលដើម្បីបោះឆ្នោតឡើងវិញជាការសន្យាមួយរបស់លោកអនុធិនទៅកាន់គណៈបកប្រជាជនគណៈបកប្រឆាំងដែលបានប្រកាសគាំទ្រឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីថៃកាលពីដើមខែកញ្ញាកន្លងទៅនៅក្នុងកិច្ចព្រមព្រៀងជាមួយបកប្រជាជនលោកអនុធិនដែលជាប្រធានគណៈបកភូមិใจថៃធ្លាប់បានអះអាងថានឹងប្រកាសរំលាយសភាយ៉ាងយូរបំផុតនៅចុងខែមករាដើមឆ្នាំ2026ដើម្បីអាចរៀបចំការបោះឆ្នោតសភានៅអំឡុងខែមិនិនាឬខែមេសាលោកអនុធិនបានប្រកាសរំលាយសភាយ៉ាងទាន់ហន់កាលពីយប់ថ្ងៃប្រហ័សពលគឺនៅតែប៉ុន្មានម៉ោងក្រោយគណៈបកប្រឆាំងដែលមានសម្លេងច្រើនជាងគេនៅក្នុងសភាបានគម្រាមបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលរបស់លោកអនុធិនឆានវីរ៉ាគូនអ្នកនាំពាក្យរបស់រដ្ឋបាលថៃលោកស៊ីរិភុងអង្គសគុណគៀតបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ថានាយករដ្ឋមន្ត្រីថៃសម្រេចរំលាយសភាបន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយគណៈបកប្រជាជននៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃប្រហ័សកាសែតក្នុងស្រុកថៃដូចជា Bangkok Post ជាដើមបានសរសេរថានៅថ្ងៃប្រហ័សរដ្ឋសភាថៃបានបោះឆ្នោតយល់ព្រមឲ្យមានការដាក់លក្ខខណ្ឌនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញលក្ខខណ្ឌនោះគឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដែលជាការទាមទារចង់បានរបស់គណៈបកប្រឆាំងថៃត្រូវតែទទួលបានការបោះឆ្នោតគាំទ្រយ៉ាងតិច 1/3 នៃសម្លេងសរុបនៅព្រឹទ្ធសភាប្រធានបកប្រឆាំងថៃលោកណដ្ឋភុងរៀងបញ្ញាវុធឬណដ្ឋភុងរៀងបញ្ញាវុធិបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាដោយបើកផ្លូវឲ្យព្រឹទ្ធសភាថៃមានសិទ្ធិសម្រេចចិត្តឬគម្រោងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញគណៈបកភូមិใจថៃរបស់លោកអនុធិនឆានវីរ៉ាគូនមិនបានគោរពតាមចំណុចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងជាមួយគណៈបកប្រជាជនបន្ទាប់ពីរដ្ឋបាលចម្រុះរបស់លោកស្រីផែថងឋានស៊ីណាវ៉ាតដួលរលំក្រោយការដកខ្លួនរបស់គណៈបកភូមិใจថៃលោកអនុធិនដែលជាប្រធានបកបានចរចារហូតទទួលបានការគាំទ្រពីគណៈបកប្រជាជនដើម្បីដឹកនាំរដ្ឋបាលថៃថ្មីគិតតាំងពីខែសីហាឆ្នាំ2023លោកអនុធិនជានាយករដ្ឋមន្ត្រីថៃទី3ដែលត្រូវបាត់បង់តំណែងในបរិបទមួយដែលថៃភុងខ្លួនទៅក្នុងអស្ថិរភាពនយោបាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកការកើនឡើងនៃបំណុលរបស់ប្រជាជនគ្រោះទឹកនំដែលបានបណ្ដាលឲ្យមានការខូចខាតនិងបញ្ហាសេដ្ឋកិច្ចគ្រោះធ្វង់ពន្ធអាមេរិកនិងភាពតានតឹងនៅព្រំដែនជាមួយប្រទេសជិតខាងកម្ពុជាបានធ្វើឲ្យរដ្ឋបាលរបស់លោកអនុធិនផ្ទាល់រងការរិះគន់នៅក្នុងស្រុកប៉ុន្តែអ្នកជំនាញមួយចំនួនវាយតម្លៃថាដោយប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតមុនការកំណត់លោកអនុធិនឆានវីរ៉ាគូនអាចឆ្លៀតឱកាសប្រែស្ថានភាពចំនួនប្រដាប់អាវុធនៅព្រំដែនដើម្បីទាក់ទាញសម្លេងគាំទ្រពីក្រុមអភិរក្សជាតិនិយមថៃនៅក្នុងការបោះឆ្នោតដែលត្រូវតែប្រព្រឹត្តទៅយ៉ាងយូរបំផុតពី45ថ្ងៃទៅ60ថ្ងៃក្រោយថ្ងៃប្រកាសរំលាយសភានៅថ្ងៃពុធពី10 ចានវ៉ារីលោកអនុធិននិយាយប្រាប់កាសែតក្នុងស្រុកថាគម្រោងការរំលាយសភាមិននឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ថៃនៅក្នុងជំលោះប្រដាប់អាវុធជាមួយកម្ពុជាឡើយ